បាទសួស្តីបងប្អូនអរគ្នាយើងឆ្លើយខមមិនខ្លះជួយបងប្អូនដែលមានចម្ងល់ឬមួយក៏មិនទាន់មានសពេចសពិលតាក់ទងនឹងការនាំចូលឬមួយការបដាច់មុខរបស់ក្រុមហ៊ុននីមួយៗនៃឡានចិនបាទអញ្ចឹងនៅលើទីផ្សារគឺសម្បូរបែបបាទបងប្អូនអាចមើលបានរថយន្តសម្បូរបែបមិនថា brand ណាផ្ដាច់មុខក្រុមហ៊ុនណាផ្ដាច់មុខក៏នៅតែមានការនាំចូលដដែលគ្រាន់តែការអាចប្រែប្រួលចំនួនបាទតែប៉ុណ្ណោះអញ្ចឹងដូចជាមិនមានអីរដ្ឋបិទអី 100% ទេបាទបងប្អូនអាចមើលបានឡានច្រើនណាមិនថា brand ណាទេឲ្យតែឡានចិនទោះក្រុមហ៊ុនផ្ដាច់មុខក៏ដោយក៏នៅតែខាងក្រៅយកមកលក់បានធម្មតាទេគ្រាន់តែថាវាតិចតួចឬមួយក៏តម្លៃឬមួយក៏វាបាច់ស្ពេចអញ្ចឹងណាបងប្អូនពិសេសគឺស្ពេចអវ៉ាន់ខ្លះយើងត្រូវយល់ថា1 global បើសិនជានាំចូល global version ពេញលេញដូចគ្នា 100% អាហ្នឹងវាអាចមានបញ្ហាច្រើនបាទតែបើថាយកមកស្ពេចចិនខុសគ្នា option អីផ្សេងអាហ្នឹងវាអាចផ្សេងបាទអញ្ចឹងគំរូឡានជាច្រើនហើយសូម្បីតែបងកើមួយថ្ងៃក្រុមហ៊ុនផ្ដាច់មុខអីបងកើយកមកលក់ពេញការ៉ាសនោះ5គ្រឿង10គ្រឿង3គ្រឿងគេយកតាមចំនួនឬមួយយកតាមស្ពេចអញ្ចឹងទៅដូចតែមានការអីទេបងប្អូនបាទអ្វីដែលខ្ញុំមើលឃើញណាបាទតែបើថាកាឡូទៅទៀតផ្លាស់ប្ដូរអីមិន 100%ក៏ខ្ញុំអត់ដឹងដែរប៉ុន្តែសម្រាប់សប្តាហ៍ថ្ងៃខ្ញុំឃើញថាដូចនាំចូលបានធម្មតាទេបាទគាត់ថាតិចតួចអីចឹងទៅហ្នឹងហើយគេចេះបត់បែនគេចេះអីទៅនៅតែលក់បានធម្មតាហើយយើងអ្នកប្រើប្រាស់ user យើងទិញបានតម្លៃល្អបាទតែបើបងប្អូនចង់បានធានាត្រឹមត្រូវបាទហើយអត់ខ្វល់ពីតម្លៃចង់បានតែធានាបាទទំនុកចិត្តអាហ្នឹងយកក្រុមហ៊ុនបងប្អូនឡានណាក៏ដោយទិញក្រុមហ៊ុនទៅបាទធានា5ឆ្នាំ8ឆ្នាំអីចឹងទៅ10ឆ្នាំចឹងទៅតែប៉ុណ្្នឹងសម្រាប់បងប្អូនអាចមានខមមិនមតិយោបល់បែបណាខមមិននៅក្រោមវីដេអូនេះបាទ